សួស្តីអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងតមេរៀននេះទៀតតទៅជាមួយពាក្យនិងប្រយោគភាសាអង់គ្លេសអញ្ចឹងណាអញ្ចឹងពាក្យនេះយើងអានថា capability សមត្ថភាពអាចធ្វើបានតោះនេះធ្វើអីមួយយ៉ាងទៅតោះនេះ show your full capability បង្ហាញពីសមត្ថភាពពេញលេញសមត្ថភាពដែលអាចធ្វើបានរបស់អ្នកតោះនេះហ្នឹងហើយបញ្ចេញអស់សមត្ថភាពមកធ្វើការហ្នឹងថាណាហ្នឹងហើយ improve our technical capability កែលម្អសមត្ថភាពបច្ចេកទេសរបស់យើងតោះនេះហ្នឹងហើយលក្ខណៈថាបច្ចេកទេសហ្នឹងឲ្យវាមានគុណភាពជាងមុនអញ្ចឹងណាឲ្យម៉ត់ចត់ជាងមុនអញ្ចឹងទៅប្រសើរជាងមុនល្អជាងមុនអញ្ចឹងទៅតោះនេះហ្នឹងហើយទី3 that is within my capability នោះការថាស្ថិតនៅក្នុងរង្វង់សមត្ថភាពរបស់ខ្ញុំមានន័យថាម៉េចមានន័យថាគេនិយាយតកតងជាមួយនឹងការងារមួយយ៉ាងទៅហើយយើងជាជាងអីចឹងណាអញ្ចឹងយើងចង់និយាយថានៃហ្នឹងណាយើងចង់និយាយថាការងារទាំងអស់ហ្នឹងវាស្ថិតនៅក្នុងគេហៅថាសមត្ថភាពដែលខ្ញុំអាចធ្វើបានអាចគ្រប់គ្រងបានទេតោះនេះហ្នឹងហើយលក្ខណៈថាយើងជាងឡានចុះតោះនេះយើងដោះកង់ឡានថែមខ្យល់កង់អីចឹងថាហ្នឹងយើងធ្វើបានទេព្រោះយើងជាងឡានយើងធ្វើដល់ម៉ាស៊ីនអីចឹងណាហ្នឹងហើយជិលណាហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងឯងសម្រាប់មេរៀនមួយនេះហើយបើចង់រៀនភាសាអង់គ្លេសជាមួយលោកគ្រូតាមអនឡាញជាការបង្វឹករៀននៅចេះតំណតាម Telegram @English with Campbell និងឃើញ account Telegram មួយនេះហើយតំណសួរព័ត៌មានដល់ right so bye bye